ការពីថ្ងៃទី21ខែមករាឆ្នាំ2022គឺមានរឿងក្តីគិតកម្មដ៏រន្ធត់មួយគឺបានកើតឡើងនៅពេលហ្នឹងគឺមានបរិសម្នាក់ដែលគាត់ជាម្ចាស់ចំការនៅក្នុងរដ្ឋ Texas សហរដ្ឋអាមេរិកគឺគាត់បានប្រទះឃើញសារសពមនុស្សម្នាក់នៅក្នុងចំការរបស់គាត់ឃើញបែបហ្នឹងភ្លាមបរិសម្នាក់ដែលជាម្ចាស់ចំការក៏បានតាក់ទងទៅកាន់ប៉ូលីសក្នុងតំបន់នគរចោះមកនៅពេលដែលប៉ូលីសចុះមកដល់គេក៏បានធ្វើកសោបវិច័យទៅពិនិត្យឃើញថាសារសពគឺជាបរិសម្នាក់ដែលមានវ័យខ្ទង់ប្រហែលជាខ្ទង់40ឆ្នាំជាងតែប៉ុណ្ណោះហើយលើខ្លួនប្រាណរបស់គាត់អ្នកទាំងនេះគឺរបួសច្រើនមែនទែនអញ្ចឹងគេសន្និដ្ឋានថាគឺជារឿងក្តីឃាតកម្មមិនដល់ប្រហែលជាខ្ទង់មួយថ្ងៃប៉ុណ្ណោះអ្នកទាំងនេះអត់ដល់មួយថ្ងៃទេប៉ូលីសក៏បានឃាត់ខ្លួនជនដៃដល់ចំនួន3នាក់ដែលជាវ័យប្រហែលជាខ្ទង់20ឆ្នាំចុះក្រោមតែប៉ុណ្ណោះតើគាត់បានធ្វើអ្វីខ្លះហើយមានរឿងអ្វីខ្លះដែលបានកើតឡើងចំពោះពួកគាត់ចូលរងគ្រូដែលត្រូវឃាតករទាំង3នាក់សម្លាប់ក៏មានឈ្មោះថា Gabriel Quintanilla គាត់មានវ័យ42ឆ្នាំហើយគាត់រស់នៅរដ្ឋ Texas សហរដ្ឋអាមេរិកលោក Gabriel គាត់មានកូនស្រីអាយុ9ឆ្នាំម្នាក់ក្រោយមកក៏បានបែកបាក់គ្នាជាមួយប្រពន្ធដើមរបស់គាត់ហើយបន្តមកទៀតគាត់ក៏បានទៅរៀបការជាមួយនឹងប្រពន្ធក្រោយមួយទៀតដែលប្រពន្ធក្រោយរបស់គាត់ហ្នឹងគឺមានកូនចំនួន2នាក់រួចហើយគឺជាមនុស្សប្រុសទាំង2នាក់កូនប្រពន្ធក្រោយទាំង2នាក់គាត់មានឈ្មោះថាទី1គឺ Alejandro Trevino អាយុ18ឆ្នាំនិងម្នាក់ទៀតគឺមានឈ្មោះថា Christian Trevino អាយុ17ឆ្នាំអញ្ចឹងពួកគេទាំង5នាក់គឺទាំងប្រពន្ធដើមកូនចុងកូនដើមឯងរស់នៅជាមួយគ្នាទាំងអស់ហ្នឹងតែម្ដងទៅហើយការរស់នៅជាមួយគ្នាគឺមិនចុះសម្រុងគ្នាទេអ្នកទាំងគ្នាមានន័យថាកូនចុង2នាក់គឺChristian ជាមួយ Alejandro ហ្នឹងគឺអត់ពេញចិត្តឪពុកចុងហ្នឹងទេគាត់ថាឪពុកចុងម្នាក់ហ្នឹងគឺមិនមែនជាមនុស្សល្អនោះទេពួកគេទាំង3នាក់ហ្នឹងគឺអត់ត្រូវគ្នាទេតែ3នាក់ទេអ្នកទាំងគ្នាប៉ុន្តែចំពោះChristian ជាមួយ Alejandro វិញគឺគាត់ស្រឡាញ់កូនរបស់លោក Gabriel អាយុ9ឆ្នាំដូចជាប្អូនស្រីបង្កើតរបស់គាត់ចឹងក៏មានរឿងថាជាកូនចុងកូនមុនអត់ទេប៉ុន្តែចំពោះលោក Gabriel វិញជាមួយនឹងបងប្អូន2នាក់របស់ Alejandro និង Christian នឹងវិញគឺអត់ត្រូវគ្នាទេតាំងតែពីដើមមកគាត់បានប្រាប់ទៅម្ដាយរបស់គាត់ថាកុំរៀបការអីជាមួយនឹងប៉ែហ្នឹងប៉ុន្តែម្ដាយគាត់ស្ដាប់ទេគឺគាត់ស្រឡាញ់លោក Gabriel ហ្នឹងការរស់នៅមិនចុះសម្រុងគ្នានៅក្នុងផ្ទះតែមួយជាមួយគ្នាបែបហ្នឹងគឺពិបាកមែនទែនអ្នកទាំងគ្នាគឺយើងពិបាកមើលមុខគ្នាពិបាកនិយាយគ្នាពិបាកទំនាក់ទំនងគ្នាអញ្ចឹងទៅចំពោះបងប្អូនទាំងពីរនាក់គឺ Alejandro ជាមួយ Christian គឺគាត់អាសានៅផ្ទះទេគឺគាត់តែងតែធ្វើខាងក្រៅលេងបាត់អញ្ចឹងទៅដោយសារតែពីរនាក់បងប្អូននៅនៅផ្ទះអញ្ចឹងហើយរហូតដល់រឿងហែកក្រក់គឺបានកើតឡើងនៅពេលហ្នឹងប្រហែលជាខ្ទង់វេលាថ្ងៃទី20លេងនិយាយថ្ងៃទី20ខែមករាឆ្នាំ2022គឺអត់មានអ្នកគេនៅផ្ទះទេនៅតែលោក Gabriel ជាមួយកូនស្រីបង្កើតរបស់គាត់អាយុ9ឆ្នាំតែប៉ុណ្ណោះនៅពេលហ្នឹងលោក Gabriel ដែលជាឪពុកបង្កើតរបស់កូនស្រីខ្លួនឯងអាយុ9ឆ្នាំគឺបានហៅកូនគាត់មកលេងក្នុងបន្ទប់របស់គាត់ចឹងទៅនៅពេលដែលលេងហើយលោក Gabriel គឺជាមនុស្សមិនល្អទេគឺគាត់បានទៅបំពេរាងកាយកូនស្រីបង្កើតរបស់ខ្លួនឯងតែម្ដងកន្លែងសូមបើកវងកញ្ចក់មួយអ្នកនរគ្នាដែលនៅអាគារហ្នឹងធ្លាប់ដឹងច្បាប់មួយហ្នឹងទេគឺតាក់ទងនឹងមិនខ្វល់ថាអ្នកឯងជាឪពុកបង្កើតរបស់កូនស្រីទេសូម្បីតែកូនស្រីបង្កើតរបស់យើងអ្នកនរគ្នានៅពេលដែលគាត់នៅបន្ទូចយើងមិនដូរខោកតបដូរទឹកនោមអីទេប្រសិនណាបើយើងមានការអនុញ្ញាតពីម្ដាយទេយើងទៅដូរដោយអំពើចិត្តរបស់យើងទោះបីជាយើងជាឪពុកបង្កើតក៏ដោយក៏ប៉ូលីសឆាប់យើងដែរវាជាការខុសច្បាប់មកពីព្រោះគេលើកគេហៅថាគេការពីស្ត្រីច្បាប់តាក់ទងនឹងការពីស្ត្រីទៅលើនារីភេទហ្នឹងគឺខ្លាំងមែនតើនៅគាំងហ្នឹងតែអញ្ចឹងមែនអត់អ្នកទាំងគ្នាឥឡូវយើងចូលរឿងរបស់យើងវិញអញ្ចឹងនៅពេលដែលកូនស្រីអាយុ9ឆ្នាំត្រូវបានឪពុកបង្កើតរបស់ខ្លួនឯងគឺលោក Gabriel បំពេញហើយគាត់ក៏បានរត់ចេញមកខាងក្រៅផ្ទះទាំងយំតែម្ដងហើយគាត់បានរត់ទៅខាងក្រៅហ្នឹងគឺទៅរកបងប្រុសរបស់គាត់ទាំងពីរនាក់ Alejandro និង Christian គឺគាត់អត់នៅជិតกับផ្ទះទេអ្នកទាំងគ្នាគឺគាត់នៅរៀងឆ្ងាយពីផ្ទះដែរកំពុងនាំគ្នាលេងកីឡាជាមួយមិត្តភក្តិម្នាក់ទៀតដែលគេស្គាល់ឈ្មោះថា Melendez អាយុខ្ទង់8ទៅ9 10ឆ្នាំតែប៉ុណ្ណោះអញ្ចឹងនៅពេលដែលពួកគេទាំង3នាក់កំពុងតែលេងកីឡាជាមួយគ្នាបងស្រីរត់មករកហើយក៏បានឃើញទស្សនវិជ្ជាតាក់ទងនឹងការយំហើយស្រែកយំអីចឹងណាហើយបងប្រុសពួកគេទាំងពីរនាក់ក៏បានសួរនាំថាតើមានរឿងអីហើយក្មេងស្រីម្នាក់ក៏បានប្រាប់ទៅពួកគេទាំងពីរនាក់ថាគឺត្រូវបានឪពុកបង្កើតហ្នឹងគឺ1 2 3 4 5អញ្ចឹងណាអញ្ចឹងទៅពួកគេទាំងពីរនាក់នៅពេលដែលលឺអញ្ចឹងភ្លាមគឺខឹងខ្លាំងមែនទែនហើយក៏បានបបួលមិត្តភក្តិដែលមានឈ្មោះថា Melendez ដែលនៅមួយគ្នាហ្នឹងណាទៅរករឿងឪពុកបង្កើតឪពុកចង់មកខ្លួនតែម្ដងពួកគេទាំង3នាក់គឺបានកាន់ដបមួយទៅជាស្រេចទៅដល់ផ្ទះហ្នឹងគឺលោក Gabriel នៅផ្ទះទៀតអ្នកទាំងគ្នាអញ្ចឹងទៅការប៉ះទង្គិចគ្នាក៏បានកើតឡើងប៉ុន្តែនៅពេលហ្នឹងលោក Gabriel គឺសំណាងល្អមែនទែនគឺបានរត់រួចពីផ្ទះហ្នឹងណាគឺគាត់រត់ចេញពីការប៉ះទង្គិចគ្នានោះទៅកាន់ apartment មួយទៀតលោក Gabriel បានរត់ទៅខាងក្រៅសម្ដៅទៅរក apartment ដែលជាកន្លែងផ្ទះរបស់គាត់មួយទៀតហើយអ្នកទាំង3នាក់ដែលជា Alejandro, Christian និង Melendez ក៏បានរត់ដេញតាមពីក្រោយផងដែរដេញតាមរត់ដល់ apartment ហ្នឹងការប៉ះទង្គិចគ្នាលើកទី2ក៏បានកើតឡើងការប៉ះទង្គិចលើកទី2ហ្នឹងជាការប៉ះទង្គិចចុងក្រោយបំផុតមានន័យថាពួកគេទាំង3នាក់គឺបានជ្រុលដៃធ្វើឲ្យឪពុកចុងរបស់ខ្លួនឯងដែលជាលោក Gabriel ហ្នឹងគឺបានបាត់បង់ជីវិតអញ្ចឹងនៅពេលដែលរឿងហ្នឹងបានកើតឡើងទៅជាអំពើឃាតកម្មហើយពួកគេទាំង3នាក់ក៏បានយកសពរបស់លោក
Gabriel ហ្នឹងដាក់លើឡានក៏បានបើកចាក់ចេញទៅការចំការមួយក្នុងរដ្ឋ Texas នៅពេលហ្នឹងគឺជាពេលយប់ចឹងហើយពួកគេក៏បានបើកឡានលុបសពឪពុកចុងខ្លួនឯងយកទៅទម្លាក់ចំការមួយហ្នឹងក្នុងរដ្ឋ Texas នៅពេលដែលទម្លាក់ហើយពួកគេក៏បានចាក់ចេញពីកន្លែងកើតហេតុលុះមកដល់វេលាម៉ោង 3 ទៀបភ្លឺចូលថ្ងៃទី 21 ខែមករាឆ្នាំ 2022 គឺបរិះដែលជាម្ចាស់ចំការគាត់មកចំការរបស់គាត់ហើយក៏បានប្រទះឃើញសាកសពចឹងទៅគឺគាត់ភ្ញាក់ផ្អើលមែនទែនក៏បានតាក់ទងថងប៉ូលីសក្នុងតំបន់ឲ្យគេចុះមកនៅពេលដែលប៉ូលីសចុះមកដល់គេក៏បានធ្វើកសោវិច័យពិនិត្យឃើញថាសាកសពគឺជាបរិះដែលមានវ័យខ្ទង់ 40 ឆ្នាំជាងជាមួយនឹងរបួសពេញខ្លួនប្រាណតែម្ដងអញ្ចឹងគេសន្និដ្ឋានថាគឺជាអំពើឃាតកម្មមួយវិញទៀតអ្នកទាំងគ្នាប៉ូលីសគេបានសន្និដ្ឋានគេថាចាចូលរងគ្រោះគឺមិនមែនបាត់បង់ជីវិតយូរទេមានន័យថាពួកគេទាំង3នាក់គឺបានទម្លាក់លោក Gabriel ហ្នឹងគឺលោក Gabriel នៅអត់ទាន់ស្លាប់ទេតែដោយសារតែលោក Gabriel គឺមានរបួសខ្លាំងពេកតាក់ទងនឹងត្រង់ក្បាលទៅធ្វើឲ្យលោកគឺបាត់បង់ជីវិតក្នុងដីចម្ការតែម្ដងតែចំពោះការប៉ះទង្គិចគ្នាធ្វើឲ្យលោកស្លាប់គឺអត់ទេគឺគាត់ទើបតែមកបាត់បង់ជីវិតក្នុងដីចម្ការតែប៉ុណ្ណោះនេះជាអ្វីដែលខាងប៉ូលីសគេបានធ្វើកសោវិច័យនិងសន្និដ្ឋានបានអញ្ចឹងបន្តមកទៀតនៅពេលដែលរឿងក្តីឃាតកម្មបានកើតឡើងហើយគឺគេធ្វើការលឿនខ្លាំងមែនទែនអ្នកទាំងគ្នារំលងបានប្រហែលជាខ្ទង់ថាមួយថ្ងៃចុះគឺគេបានខកខ្លួនជនដៃដល់ចំនួន3នាក់គឺ Alejandro Trevino ហ្នឹងហើយនឹង Christian Trevino ជាមួយមិត្តភក្តិគេម្នាក់ទៀតដែលមានឈ្មោះថា Melinles នៅក្នុងការសាកសួរទៅកាន់ពួកគេទាំង3នាក់គឺពួកគេអត់លាក់ទេពួកគេយកព្រមសារភាពទាំងអស់ថាពួកគេពិតជាបានធ្វើអំពើឃាតកម្មទៅលើឪពុកចុងរបស់ខ្លួនពិតប្រាកដមែនហើយមូលហេតុអីដែលគេធ្វើបែបហ្នឹងគឺពួកគេនិយាយថាគឺដោយសារតែឪពុកចុងគឺបានបំពានប្អូនស្រីរបស់ខ្លួនទោះបីជាមិនមែនជាម្ដាយតែមួយជាមួយគ្នាក៏ដោយឪពុកទីតីក៏ដោយប៉ុន្តែគេស្រឡាញ់ប្អូនស្រីមិនអានដូចជាប្អូនស្រីបង្កើតរបស់ខ្លួនអញ្ចឹងនៅពេលដែលឪពុកបង្កើតទៅបំពេញកូនស្រីបង្កើតខ្លួនឯងបែបហ្នឹងគឺគេខឹងខ្លាំងមែនទែនអត់មានខ្វល់អីច្រើនក៏បានទៅវាឪពុកខ្លួនឯងតែម្ដងទៅបន្ទាប់ពីរឿងមួយនេះគឺបានផ្ទុះឡើងក្នុង social media ឬក៏ដូចជាប្រជាជនក្នុងតំបន់រដ្ឋ Texas រដ្ឋអាមេរិកឬក៏ទូទាំងសហរដ្ឋអាមេរិកតែម្ដងគេនាំគ្នាគ្រប់គ្រងនៅទង្វើរបស់ពួកគេទាំង3នាក់ហ្នឹងទោះបីជាពួកគេគឺបានប្រាអំពើហិង្សាទៅលើឪពុកបង្កើតឪពុកចុងរបស់ខ្លួនឯងរហូតដល់ទៅស្លាប់ក៏ដោយប៉ុន្តែពួកគេមានហេតុផលខ្លួនឯងគឺការពារប្អូនស្រីខ្លួនឯងពីការបំពានរាងកាយអញ្ចឹងទៅមនុស្សជាច្រើនគឺបានគ្រប់គ្រងពួកគេអ្នកទាំងគ្នាថាគួរតែដោះលែងទៅគឺក៏បន្ថយទោសដល់ពួកគេទៅអញ្ចឹងណាប៉ុន្តែចំពោះការដាក់ទោសទណ្ឌទៅលើពួកគេហ្នឹងគឺអត់ទាន់សម្រេចជាគេហៅថាប្រកាសសារក្រមចុងក្រោយទេអ្នកទាំងគ្នាមានន័យថាពួកគេទាំង3នាក់ស្ថិតនៅក្នុងការជំនុំជម្រះនិងស៊ើបអង្កេតបន្តទៀតហើយចំពោះការដាក់ទោសទណ្ឌទៅលើពួកគេទាំង3នាក់គឺអត់ទាន់មានទេអត់ទាន់ប្រកាសជាសារក្រមទេគ្រាន់តែថាបើសិនជាប្រកាសសារក្រមចុងក្រោយមែនអ្នកទាំងគ្នាពួកគេទាំង3នាក់ហ្នឹងបើសិនជាប្រកាសថាធ្វើអំពើឃាតកម្មជាលក្ខណៈចេតនាឲ្យបានសម្រេចមែនណាគឺទោសអានឹងអាចជាប់គុកអស់មួយជីវិតប៉ុន្តែគេអត់ទាន់ប្រកាសទេគេនៅកាត់ក្តីបន្តទៀត